តើអ្នកដឹងទេកងទាហានឈុតខ្មៅថៃគឺជាអ្នកចង់ឈ្លានពានទឹកដីខ្មែរខ្លាំងបំផុតហើយក្រុមមួយនេះក៏ធ្លាប់ចូលប្រតិបត្តិការកម្ចាត់មេគ្រឿងញៀនខុនសានៅភូមាបង្ក្រាបគ្រឿងញៀនតាមបណ្ដោយព្រំដែនជួបរួមសង្គ្រាមឈ្លានពានឡាវនៅឆ្នាំ1987និងធ្វើការឈ្លានពានមកលើខ្មែរយើងនាឆ្នាំ2008និងឆ្នាំ2025តើក្រុមមួយនេះមានប្រវត្តិបែបណានិងប្រើប្រាស់អាវុធអ្វីខ្លះដូច្នេះថ្ងៃនេះយើងងាកមកស្គាល់ពីប្រវត្តិសត្រូវស៊ូពួយមួយនេះតហានប្រានគឺជាប្រភេទកងកម្លាំងពាក់កណ្ដាលយោធារបស់ថៃពាក្យស្លោករបស់ពួកគេគឺយើងជាអ្នកឈ្នះហើយនៅពេលដែលពួកគេចេញប្រយុទ្ធមានពាក្យស្លោកមួយទៀតគឺច្បាំងលឿននិងដកថយលឿនកងកម្លាំងមួយនេះមានលក្ខណៈពាក់កណ្ដាលយោធាតែទទួលការវឹកហាត់ពីយោធាជំនាញផ្ទាល់ស្ថិតក្នុងក្រសួងការពារជាតិថៃការបង្កើតឡើងនៃកងទ័ពនេះដំបូងគឺដើម្បីជួយដល់កងទ័ពថៃនៅសម័យមុនព្រោះតែមានការខ្វះខាតនិងមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការនិងការគ្រប់គ្រងនៅតាមតំបន់មួយចំនួនដែលកងទ័ពប្រចាំការមិនអាចចូលទៅដល់និងមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់អ្នកដែលមានគំនិតផ្ដួចផ្ដើមបង្កើតឡើងនៃកងទ័ពនេះគឺឧត្តមសេនីយ៍ឯកឈោវលិតយ៉ុងចៃយុទ្ធដែលជាជំនួយការនៃអគ្គសេនាធិការនៃបញ្ជាការកងទ័ពកណ្ដាលនៃក្រុងបាងកកនៅសម័យនោះបង្កើតឡើងនៅថ្ងៃទី18ខែកក្កដាពុទ្ធសករាជ2521ដោយជ្រើសកម្លាំងចេញពីប្រជាជនធម្មតាតែពេលខ្លះអ្នកចូលមកក្នុងកងនេះក៏មានមនុស្សក្រៅច្បាប់ដែរគឺអតីតចៅព្រៃគិតកោស៊ីឈ្នូនិងខ្មាន់កំភ្លើងជាដើមនេះបើយោងតាមការអះអាងរបស់អតីតពួកអ្នកដែលធ្លាប់ធ្វើការបម្រើក្នុងជួរកងទ័ពនេះបាននិយាយហើយគោលបំណងនៃការបង្កើតអង្គភាពនេះឡើងគឺជួយដល់ទាហានថៃដើម្បីកម្ចាត់ពួកកុម្មុយនីសនិងចៅព្រៃត្បិតថាមានការចូលរួមពីជួនក្រៅច្បាប់ក៏ពិតមែនប៉ុន្តែអ្នកគ្រប់គ្រងសុទ្ធសឹងតែជាមេកងមេក្រុមឬក៏ជាទាហានប្រចាំការឬក៏ប៉ូលីសព្រំដែនអ្នកដែលជាប់ជាចំនួនទី1នៃកងកម្លាំងនេះហើយដែលឈោវលិតស្រឡាញ់ជាងគេបំផុតនោះគឺទាហានព្រានយ៉តឆាយបច្ចុប្បន្ននេះគេស្គាល់ជាទូទៅថាលោកគ្រូទូអនិយាយបានច្រើនភាសាគូសំរួមទាំងភាសាខ្មែរយើងផងដែរចំពោះសម្លៀកបំពាក់វិញឈុតសម្លៀកបំពាក់ដំបងឡើយគឺមិនមែនជាឈុតពណ៌ខ្មៅនោះទេគឺប្រើប្រាស់ចម្រុះមានប៉ារ៉ាត្រេអ៊ីខោខៅប៊យអាវធម្មតាទើបតែឆ្នាំ80ជាងបានកែប្រែទៅជាពណ៌ខ្មៅមានកន្សែងបងកពណ៌ខ្មៅឆ្នូតពណ៌ស្វាយនៅពេលដែលមានស្ថានភាពប្រថុយប្រឋានខ្លាំងគេរុញពួកនេះដាក់ជួរមុខដើម្បីដើរល្បាតរយៈចម្ងាយឆ្ងាយកាត់ព្រៃភ្នំពីព្រោះតែពួកគេដូចជាអ្នកជាឈ្នួលធ្វើសង្គ្រាមអីចឹងពីមុនពួកនេះបើកប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងនៅក្រោមទាហានឈុតប៉ារ៉ាតែបច្ចុប្បន្នពួកគេក៏មានសាលាសម្រាប់ហ្វឹកហ្វឺនទាហានឈុតខ្មៅជំនាន់ថ្មីនិងក្រោយៗមកទៀតប្រើរយៈពេល6សប្តាហ៍ដើម្បីហ្វឹកហាត់និងបន្ថែម2សប្តាហ៍ទៀតដើម្បីសិក្សាលើជំនាញបច្ចេកទេសចំពោះការប្រើប្រាស់អាវុធវិញពួកគេប្រើប្រាស់អាវុធបែបស្តង់ដារលោកខាងលិចក្រោយមកទៀតក៏មានការហូរចូលមកនៃអាវុធលោកកុម្មុយនីសតាមរយៈការរឹបអូសឬក៏ដកហូតពីអ្នកប្រឆាំងនឹងរដ្ឋាភិបាលថៃនិងអាវុធខ្លះគឺពួកនេះដកយកពីជំនួយដែលចិនផ្ដល់មកក្រុមខ្មែរក្រហមនៅទសវត្សរ៍ឆ្នាំ80ពីព្រោះកាលនោះខ្មែរក្រហមដែលបាក់តបរត់ទៅនៅតាមបណ្ដោយព្រំដែនខ្មែរថៃរអាវុធដែលចិនជំនួយមកឲ្យក្រុមនេះគឺត្រូវដឹកជញ្ជូនចូលទឹកដីថៃជាមុនហើយថៃក៏ដកហូតយកតាមអំពើចិត្តនិងមួយវិញទៀតទាហានឈុតខ្មៅថៃចេះប្រើប្រាស់ទាំងអាវុធលោកសេរីនិងលោកកុម្មុយនីសចេះតាក់ទិចយុទ្ធសាស្ត្រសង្គ្រាមប្រយុទ្ធបែបទ័ពព្រៃនិងបែបលោកខាងលិចទៀតផងបច្ចុប្បន្នទាហានឈុតខ្មៅថៃបានហ្វឹកហាត់បន្ថែមទៀតនៅយុទ្ធវិធីសង្គ្រាមសម័យថ្មីកងកម្លាំងឈុតខ្មៅថៃបែងចែកជាពីរផ្នែកគឺទី1ជំនួសឲ្យកងទ័ពជើងគោកថៃហៅថាតហានប្រាននិងទី2ជំនួសឲ្យកងទ័ពជើងទឹកហៅថាតហានប្រានណាវិកយោធិនមានចំនួនសរុបប្រមាណ 20,000 នាក់យោងតាមរបាយការណ៍ឯកសាររបស់ថៃតែចំនួនពិតប្រាកដគឺលើសនេះឆ្ងាយណាស់ការជួបលោកក្នុងសង្គ្រាមនិងការប្រើប្រាស់អាវុធដូចខ្ញុំបាននិយាយមកខាងដើមហើយអីចឹងទាហានឈុតខ្មៅថៃបានឆ្លងកាត់ក្នុងសង្គ្រាមច្រើនគូសំដូចជាការកម្ចាត់មេគ្រឿងញៀនខុនសានៅភូមាកម្ចាត់ទ័ពព្រៃកុម្មុយនីសធ្វើសង្គ្រាមជាមួយឡាវនិងកម្ពុជាចំពោះការប្រើប្រាស់អាវុធវិញក្រុមមួយនេះប្រើប្រាស់អាវុធចម្រុះដូចជា AK-47 និង B-40 ផលិតដោយចិនកំភ្លើងស្វ័យប្រវត្តិ M16 និង HK-33A3 ផលិតដោយអាល្លឺម៉ង់អំពីកាំភ្លើង HK-33 គឺជាអាវុធប្រចាំកាយសម្រាប់ក្រុមទាហានឈុតខ្មៅ
ហើយក៏ជាអាវុធគ្រោះថ្នាក់បំផុតផងដែរដែលហ៊ានដែលត្រូវគ្រាប់កាំភ្លើងមួយនេះគឺពិបាកព្យាបាលណាស់ដោយសារតែផ្ទៃខាងមុខមានរបួសរន្ធតូចនោះទេប៉ុន្តែខាងក្រោយបែរជាមានទំហំធំទៅវិញ HK-33 ផលិតក្នុងឆ្នាំ1568នឹងត្រូវបានឆ្លងកាត់ក្នុងសង្គ្រាមជាច្រើនជាពិសេសសង្គ្រាមថៃឈ្លានពានខ្មែរវាមានទម្ងន់ 3.9 គីឡូក្រាមបណ្ដោយប្រវែង933មីលីម៉ែត្រប្រើប្រាស់គ្រាប់ប្រភេទ 5.56 គុណនឹង45មីលីម៉ែត្រស្តង់ដារ NATO បាញ់បានចម្ងាយ200ម៉ែត្រទៅ400ម៉ែត្រជាចម្ងាយបាញ់ចំគោលដៅបានល្អនឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចម្ងាយផុតពីនេះទៅគឺអាចថាធ្ងន់ឬក៏ស្រាលអាស្រ័យលើថាវាត្រូវចំណុចសំខាន់ដែរឬក៏អត់ដោយអត្រាល្បឿននៃគ្រាប់រត់គឺ880ម៉ែត្រក្នុង1វិនាទីបាញ់បាន750គ្រាប់ក្នុង1នាទីដោយក្នុងមួយបង់មាន25គ្រាប់30គ្រាប់40គ្រាប់ HK-33 ប្រើ telescope ប្រភេទ Foro Z24G សម្រាប់មើលគោលដៅដោយវាមើលបានចម្ងាយ600ម៉ែត្រ